តើអ្វីទៅជាការក្លែងបន្លំនិងអ្វីជាឯកសារធារណៈតើការក្លែងបន្លំឯកសារសាធារណៈនេះត្រូវទទួលទោសទណ្ឌយ៉ាងដូចម្តេចយោងតាមមាត្រា526នៃក្រមព្រហ្មទណ្ឌបានឲ្យនិយមន័យការក្លែងបន្លំគឺជាការធ្វើឲ្យខូចខាតដោយចិត្តនានៅការពិតដែលសម្ដែងនៅគំនិតការបើមានគ្រប់លក្ខខណ្ឌដូចជា 1. ការធ្វើឲ្យខូចខាតនេះមានកម្មវត្ថុឬអាចមានអានុភាពធ្វើជាភស្តុតាងនៃសិទ្ធិឬនៃអំពើដែលមានផលវិបាកកិត្តិយសនិង 2. ការធ្វើឲ្យខូចខាតនេះអាចបណ្ដាលឲ្យមានបោសនកម្មរីឯកសារសាធារណៈគឺជាលិខិតថាភូតឬលិខិតធ្វើឡើងតាមរូបមន្តច្បាប់ដោយមន្ត្រីសាធារណៈដែលត្រូវបានអនុញ្ញាតឲ្យប្រតិបត្តិមុខងារនោះដកស្រង់ចេញពីសទានុក្រមពាក្យច្បាប់ខ្មែរអង់គ្លេសបារាំងផ្នែករដ្ឋវេន័យនិងនីតិវិធីរដ្ឋប្រវេណីដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់និងបោះពុម្ពដោយទីស្តីការគណៈរដ្ឋមន្ត្រីនៅឆ្នាំ2007ការក្លែងបន្លំឯកសារសាធារណៈគឺជាបទល្មើសឧក្រិដ្ឋដែលមានចែងនៅក្នុងមាត្រា529នៃក្រមព្រហ្មទណ្ឌដោយបានកំណត់និយមន័យថាការក្លែងបន្លំប្រព្រឹត្តនៅក្នុងលិខិតថាភូតឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឲ្យដោយរាជការសាធារណៈដើម្បីធ្វើការកត់សម្គាល់សិទ្ធិអត្តសញ្ញាណឬឋានៈឬដើម្បីយល់ព្រមផ្ដល់ការអនុញ្ញាតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5 ឆ្នាំទៅ10 ឆ្នាំជាទូទៅឯកសារដែលត្រូវបានក្លែងបន្លំច្រើនអាចមានជាសញ្ញាបត្រឬអត្តសញ្ញាណកម្មឯកសារទាក់ទងនឹងការឡើងតំណែងតួនាទីជាដើមឧទាហរណ៍ករណីដែលកើតឡើងជាញឹកញាប់នោះគឺការក្លែងស្លាកលេខរថយន្តនិងករណីមួយទៀតដែលជាទូទៅក៏មានកើតឡើងច្រើននៅក្នុងសង្គមផងដែរនោះគឺការក្លែងបន្លំឯកសារដីសម្ពាធដោយមានជនទុច្ចរិតមួយចំនួនបានប្រកាសថាខ្លួនទទួលបានដីសម្ពាធត្រង់កន្លែងណាមួយហើយឲ្យប្រជាពលរដ្ឋប្រគល់ដីនោះឬលក់ក្នុងតម្លៃថោកមកឲ្យខ្លួនជាដំណោះស្រាយដើម្បីដឹងថាតើឯកសារនោះជាឯកសារពិតប្រាកដនិងត្រឹមត្រូវតាមច្បាប់ឬទេប្រជាពលរដ្ឋអាចយកឯកសារនោះទៅពិនិត្យនៅក្នុងគោលបញ្ជីឬនៅតាមឃុំសង្កាត់ដែលជាប់ពាក់ព័ន្ធប្រសិនបើឯកសារនោះមិនមាននៅក្នុងគោលបញ្ជីឬនៅតាមឃុំសង្កាត់ដែលជាប់ពាក់ព័ន្ធនោះទេមានន័យថាឯកសារនោះជាឯកសារក្លែងបន្លំសរុបមកការក្លែងបន្លំឯកសារសាធារណៈគឺជាអំពើខុសច្បាប់និងធ្វើឲ្យប៉ះពាល់ដល់សង្គមខ្មែរយ៉ាងធ្ងន់ធ្ងរហើយអ្នកដែលក្លែងបន្លំឯកសារសាធារណៈនោះនឹងត្រូវផ្តន្ទាទោសទៅតាមមាត្រា529ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា